ta nẹ đăng tế thả nơi lơ phản đầy miên cần lánh mùi để miên phần lơ bè tất châu lọ dạ bê chiên pram liên chém cần lánh nụ mình trăm tay ngủ ngất bắn nọ tề bắn tài cho cô bị bà đậu đằng hầm hai nơi tin nụ miên sát chầm lánh chỉ trao để mình miên nơi cần lánh nam xây lớp bị phục lục tí nụ cử mô vil khẩu rư là ăn mô vil đã sát nơi không prote râu mình đi để nẹ với chia sát hai thả chia bị phục mùi đạt đợt lánh bị phục kháng càoក្នុងឆ្នាំ1986កម្មករសំណង់ដែលកំពុងស្វែងរកទីតាំងពួកគេបានប្រទះឃើញរោងភ្នំនោះដែលចែកដន់ដែលមិនធ្លាប់មាននរណាចូលទៅពីមុននៅពេលអ្នកវិទ្យាសាស្ត្រចូលទៅស្រាវជ្រាវពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះរោងភ្នំនេះត្រូវបានបិទដាច់ពីផ្ទៃផែនដីអស់រយៈពេលរាប់លានឆ្នាំខ្យល់នៅក្នុងឡាអាងម៉ូវីលមានអុកស៊ីសែនតិចជាងខ្យល់ធម្មតានិងមានឧស្ម័នពុលដូចជាអាស៊ីតស៊ុលហ្វូរិកនិងកាបូនឌីអុកស៊ីតមនុស្សមិនអាចស្នាក់នៅបានយូរដោយគ្មានឧបករណ៍ការពារឡើយសូម្បីតែអ្នកស្រាវជ្រាវក៏ត្រូវពាក់ម៉ាស់និងប្រើឧបករណ៍ពិសេសដើម្បីចូលទៅខាងក្នុងអ្វីដែលធ្វើឲ្យរោងភ្នំនេះកាន់តែប្លែកនោះគឺជីវិតនៅទីនោះមិនពឹងផ្អែកលើពន្លឺព្រះអាទិត្យឡើយបាក់តេរីប្រើសារធាតុគីមីដើម្បីបង្កើនថាមពលបន្ទាប់មកសត្វតូចៗស៊ីបាក់តេរីហើយសត្វធំៗស៊ីសត្វតូចៗបង្កើនជាខ្សែសង្វាក់អាហារដែលខុសពីពិភពខាងក្រៅទាំងស្រុងអ្នកវិទ្យាសាស្ត្របានរកឃើញសត្វជាង50ប្រភេទនៅក្នុងរោងភ្នំនេះសត្វជាច្រើនគ្មានភ្នែកព្រោះមិនត្រូវការមើលឃើញក្នុងភាពងងឹតពួកវាមានពណ៌សស្លេកនិងអភិវឌ្ឍអារម្មណ៍ផ្សេងៗដើម្បីរស់រានមានជីវិតអ្នកជំនាញជឿថាការផ្លាស់ប្ដូរភូមិសាស្ត្របានបិទច្រករោងភ្នំនេះអស់រយៈពេលរាប់លានឆ្នាំដោយសារតែគ្មានការតាក់ទងជាមួយពិភពខាងក្រៅសត្វនិងបាក់តេរីនៅទីនោះបានវិវត្តដាច់ដោយឡែកពីគ្នាការសិក្សាឡាអាងម៉ូវីលបានជួយអ្នកវិទ្យាសាស្ត្រឲ្យបានយល់ឃើញថាជីវិតអាចកើតមាននៅកន្លែងដែលគ្មានពន្លឺព្រះអាទិត្យបាននេះជាមូលហេតុដែលធ្វើឲ្យទីភ្នាក់ងារអវកាសចាប់អារម្មណ៍លើរោងភ្នំនេះដើម្បីស្វែងយល់ពីលទ្ធភាពនៃជីវិតលើភពផ្សេងៗឬព្រះច័ន្ទដែលមានទឹកនៅផ្ទៃខាងក្រោមឡាអាងម៉ូវីលគឺជាភស្តុតាងដ៏អស្ចារ្យមួយដែលបានបង្ហាញថាជីវិតអាចសម្របខ្លួនបានគ្រប់បរិស្ថានទោះបីជាគ្មានពន្លឺព្រះអាទិត្យក៏ដោយវាគឺជាកន្លែងមួយដែលនៅតែមានអាថ៌កំបាំងជាច្រើនកំពុងរងចាំការស្រាវជ្រាវបន្ថែមសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីអាថ៌កំបាំងនិងការពិតដែលគួរឲ្យចាប់អារម្មណ៍នៅជុំវិញពិភពលោក